អ្នកទាំងអស់គ្នាជឿទេថាមានសៀវភៅមួយនៅលើពិភពលោកតែគ្មានអ្នកណាអាចអានវាបានសូម្បីតែមនុស្សឆ្លាតបំផុតក៏ដោយគេហើយអ្វីដែលគួរឲ្យខ្លាចគឺវាមានពិតសៀវភៅនេះមានឈ្មោះថា Voynich Manuscript វាជាសៀវភៅបុរាណមួយដែលត្រូវបានគេជឿថាបង្កើតឡើងប្រហែលជាង500ឆ្នាំមុនតែបញ្ហាគឺអក្សរនៅក្នុងវាគ្មានអ្នកណាស្គាល់ថាជាភាសាអ្វីទេពេលអ្នកបើកមើលវាអ្នកនឹងឃើញអក្សរចម្លែកពេញទំព័រមើលទៅដូចជាភាសាមួយពិតប៉ុន្តែគ្មានអ្នកណាអាចបកប្រែបានអ្នកវិទ្យាសាស្ត្រអ្នកជំនាញភាសាសូម្បីតែអ្នកបំបែកកូដសម្ងាត់ក៏ព្យាយាមអស់ជាច្រើនឆ្នាំតែលទ្ធផលគឺបរាជ័យទាំងអស់ហើយមិនត្រឹមតែអក្សរទេនៅក្នុងសៀវភៅនេះក៏មានរូបភាពចម្លែកជាច្រើនដែរមានរុក្ខជាតិដែលគ្មានអ្នកណាស្គាល់មានរូបផ្កាយមានមនុស្សនៅក្នុងទឹកហើយមានរូបដែលមើលទៅដូចអ្វីមួយមកពីពិភពផ្សេងនេះហើយជាមូលហេតុដែលមនុស្សជាច្រើនចាប់ផ្ដើមសង្ស័យថាវាប្រហែលមិនមែនជាសៀវភៅធម្មតាទេអ្នកខ្លះគិតថាវាជាកូដសម្ងាត់អ្នកខ្លះទៀតគិតថាវាជាភាសាបុរាណដែលបាត់បង់ហើយអ្នកខ្លះសូម្បីតែជឿថាវាអាចតាក់ទងនឹងមនុស្សក្រៅភពតែរឿងដែលចម្លែកជាងនេះគឺគេបានពិនិត្យក្រដាសនៃសៀវភៅនេះហើយរកឃើញថាវាពិតជាចាស់តាំងពីសម័យបុរាណមែននោះមានន័យថាវាមិនមែនជារឿងคล้ายៗថ្មីទេរហូតមកដល់សព្វថ្ងៃសៀវភៅនេះនៅតែជាអាថ៌កំបាំងហើយឥឡូវវាត្រូវបានរក្សាទុកនៅ Yale University ក្នុងសហរដ្ឋអាមេរិកសំណួរគឺតើសៀវភៅនេះពិតជាមានអត្ថន័យលាក់កំបាំងឬក៏វាគ្រាន់តែជាការបោកបញ្ឆោតដ៏ធំបំផុត